នៅពេលដែលខ្ញុំចាប់កំណើតចេញពីផ្ទៃមាតាអ្វីដែលរំពាត់រាងកាយខ្ញុំមិនមែនជាទឹកភ្លុះទេតែជាស្រទាប់ទឹកកកដ៏ត្រជាក់មិនទាន់ទាំងបានយំផងខ្យល់ដង្ហើមដ៏ត្រជាក់មួយបានធ្វើឲ្យឆ្មបកខ្លាយជាទឹកកកបាត់ទៅហើយពួកអ្នកបម្រើមានទឹកមុខភ័យខ្លាចយ៉ាងខ្លាំងហើយបានដាក់ខ្ញុំចូលទៅក្នុងទឹកយ៉ាងប្រុងប្រយ័ត្នមិនយូរប៉ុន្មានស្រាប់តែមានផ្សែងហុយចេញមកហើយនៅពេលផ្សែងរសាយអស់ទឹកមួយចានដែកនោះបានប្រែទៅជាដុំទឹកកកដ៏រឹងព្រះបតាបានពាក់អាវរោមសត្វ3ជាន់មកមើលខ្ញុំគ្រាន់តែចុងម្រាមដៃប៉ះនឹងកន្សែងរំខ្លួនខ្ញុំភ្លាមដៃទាំងមូលរបស់ទ្រង់ក៏ប្រែជាពណ៌ស្វាយដោយសារភាពត្រជាក់ត្រឹមតែមួយយប់ពាក្យចាមអារាមនិងភាពត្រជាក់បានសាយទីពេញវាំងគ្រប់គ្នានិយាយថាព្រះនាងណានយ៉ាវគឺជាបិសាចទឹកកកដែលចាប់កំណើតមកព្រះបតាទ្រង់បានស្ដាប់ឬហើយក៏ចេញបញ្ជាឲ្យប្រហារជីវិតបិសាចដូចជាខ្ញុំភ្លាមរហូតតតែមានព្រះសង្ឃពីការភ្នែកមួយអង្គនិមន្តកាត់ហើយបានគូសថ្ងាសខ្ញុំធ្នំទើបភាពត្រជាក់បានរលីបាត់ភ្លាមប៉ុន្តែចុងម្រាមដៃរបស់គាត់បែរជាមានជាប់ស្រទាប់ទឹកកកដែលមិនរលីសោះខ្ញុំត្រូវបានគេបោះចោលនៅក្រៅទ្វារដំណាក់មានតែព្រះរាមទេដែលដោះអាវមកដណ្ដប់ឲ្យខ្ញុំហើយលុតជង្គង់នៅកណ្ដាលព្រឹបពេញមួយយប់ដើម្បីអង្វរព្រះបតានិងព្រះមាតាឲ្យលើកលែងទោសដល់ខ្ញុំវិញយន់យ៉ាវសូមស្វះនៅទីនេះថាខ្ញុំនឹងអប់រំទូនមាននាងឲ្យបានល្អព្រះបតាមិនចង់សំបីតែមើលមុខខ្ញុំទ្រង់បានបណ្ដេញខ្ញុំនិងព្រះរាមទៅកាន់ដំណាក់ដ៏ស្ងាត់ជ្រុងហើយព្រះរាមបានដាក់ឈ្មោះឲ្យខ្ញុំថាចៅហ៊ូធំធាត់ឡើងក្រោមការមើលងាយនឹងធ្វើបាបពីសំណាក់អ្នកបម្រើក្នុងវាំងប៉ុន្តែព្រះរាមតែងតែការពារខ្ញុំនៅពីក្រោយខ្នងជានិច្ចដូច្នេះទោះបីជាខ្ញុំមានការអាក់អន់ចិត្តយ៉ាងណាក៏ដោយប៉ុន្តែដើម្បីព្រះរាមខ្ញុំសុខចិត្តទ្រាំហើយធ្វើជាក្មេងល្អខ្ញុំគិតថាជីវិតបែបនេះនឹងបន្តជារៀងរហូតដល់ឆ្នាំដែលខ្ញុំមានអាយុ16ឆ្នាំកងទ័ពសេះរបស់នគរពេសូបានវាយលុកព្រំដែននគរណានយ៉ាវហើយដណ្ដើមបានទីក្រុងចំនួន3ជាប់គ្នាព្រះបតាគ្មានជំរឿអ្វីក្រៅពីសុំចរចាសន្តិភាពហើយលក្ខខណ្ឌមួយគឺត្រូវបញ្ជូនព្រះនាងទៅរៀបការដើម្បីផ្សះផ្សានៅថ្ងៃដែលរាជសារធ្លាក់មកដល់ព្រះរាមបានឈរនៅមាត់បង្អួចពេញមួយយប់លុះព្រឹកឡើងនាងបានងាកមកញឹមដាក់ខ្ញុំចៅហ៊ូបងត្រូវរៀបការហើយទេខ្ញុំចាប់ដៃអាប់នាងជាប់ពោះខ្ញុំនឹងទៅអង្វរព្រះបតាខ្ញុំនឹងសុំទ្រង់ឲ្យខ្ញុំទៅជំនួសវិញយន់យ៉ាវក្រវីក្បាលតិចនគរពេសូចង់បានព្រះនាងដែលជាបុត្រីផ្ទាល់នេះជាច្បាប់នៃការរៀបការផ្សះផ្សាអញ្ចឹងកុំទៅអីយើងរត់គេចខ្លួនទៅចៅហ៊ូឈួតនេះជាទំនួលខុសត្រូវរបស់បងខ្ញុំមើលនាងរៀបចំអីវ៉ាន់និងពាក់ឈុតរៀបការពណ៌ក្រហមឆ្អិនឆ្អៅមើលនាងឡើងរីចូលឆ្ពោះទៅកាន់នគរពេសូដ៏សែនឆ្ងាយពេលក្បួនរត់ចេញពីទ្វារវាំងខ្ញុំបានរត់តាមពីក្រោយយ៉ាងឆ្ងាយរហូតតែមើលលែងឃើញពណ៌ក្រហមនោះទៀតយន់យ៉ាវងាកមកក្រវីដៃដាក់ខ្ញុំហើយធ្វើមាត់ថារស់នៅឲ្យបានល្អណាស់នោះគឺជាពាក្យចុងក្រោយដែលនាងនិយាយមកកាន់ខ្ញុំប៉ុន្តែមិនដល់3ខែផងគណៈប្រតិភូនៃនគរពេសូបានមកដល់រាជធានីនៃនគរណានយ៉ាវម្ដងទៀតគ្មានសម្លេងស្គរអបអរសាទរទេមានតែទេសធម្មតាមួយដែលដឹកជញ្ជូឈើខ្មៅមួយប៉ុណ្ណោះព្រះបតាបានទទួលជួបបេសកជននៅអ្នកនាំសាររបស់ពេសុកគឺជាបុរសវ័យកណ្ដាលដែលមានមុខរលើបរលោងពេលនិយាយមានស្នាមញឹមគួរឲ្យស្អប់ខ្ពើមព្រះនាងវិនបានសុគតដោយសារជំងឺព្រះបតាមានការសោកសៅជាខ្លាំងទើបបញ្ជូនព្រះសពព្រះនាងវិនត្រឡប់មកស្រុកកំណើតវិញដើម្បីរក្សាមិត្តភាពរវាងប្រទេសទាំងពីរខ្ញុំស្ទុះរត់ចេញទៅដោយមិនខ្វល់ពីពួកអ្នកបម្រើដែលខាត់ខ្ញុំតម្រង់ទៅរកកំឈូសនោះអ្នកនាំសារចង់ខាត់តែត្រូវខ្ញុំច្រានចេញយ៉ាងខ្លាំងគុំរបបឈូសមិនបានបិទចិត្តទេខ្ញុំប្រឹងរុញមួយទំហឹងសម្លេងកិតលាន់ពេញសាលនៅក្នុងឈូសមានមនុស្សម្នាក់ដេកនៅទីនោះមុខត្រូវគេកាប់ឆូតស្នាមរបួសខ្វែងគ្នាបានរលួយប្រែជាពណ៌ខ្មៅទៅហើយពោះប៉ោងឡើងខ្ពស់ហាក់ដូចជាត្រូវបានគេញាត់អ្វីចូលទៅក្នុងនោះអ្វីដែលចាក់ភ្នែកបំផុតគឺសម្លៀកបំពាក់រហែករហុយនោះនៅលើនោះប្រឡាក់ពេញដោយក្អែមមិនដឹងថាជាឈាមឬជាអ្វីផ្សេងឡើយបងស្រីខ្ញុំលូកដៃចង់ប៉ះមុខរបស់គាត់ប៉ុន្តែបែរជាបញ្ឈប់នៅកណ្ដាលអាកាសនោះមិនមែនជាបងស្រីយន់យ៉ាវរបស់ខ្ញុំទេបងស្រីរបស់ខ្ញុំមានស្នាមញញឹមស្អាតបំផុតនៅណានយ៉ាវមានភ្នែកទន់ភ្លន់បំផុតមនុស្សម្នាក់នេះគ្រាន់តែជាដុំសាច់ដែលបែកបាក់ប៉ុណ្ណោះសម្លេងរបស់ព្រះបតាកំពុងតែញ័រតើនេះមានរឿងអ្វីកើតឡើងអ្នកនាំសារដកដង្ហើមធំខ្លាំងគួរឲ្យស្ដាយណាស់ព្រះនាងវិនពេលទៅដល់ពេសឹកក៏បានទទួលការពេញចិត្តហើយចាប់ផ្ដើមក្រអឺតក្រទុំក្រោយមកថែមទាំងពន់ប៉ងប្រើអំពើធ្មប់ដើម្បីធ្វើបាបព្រះរាជាទៀតផងបន្ទាប់ពីបែកការព្រះនាងក៏បានធ្វើអត្តឃាតដោយខ្លួនឯងធ្វើអត្តឃាតព្រះភេទរបស់ព្រះបតាស្លេកស្លាំងពិតមែនឬពិតមែនហើយប៉ុន្តែព្រះរាជាមានបន្ទូលថាប្រសិនបើព្រះរាជាជាយល់ព្រមពេសុកអាចទទួលយកព្រះនាងមួយអង្គទៀតដើម្បីបន្តចំណងមេត្រីភាពព្រះមាតាបានខ្ទប់មាត់ខ្ញុំយ៉ាងជាប់យប់នោះខ្ញុំកាន់កាំបិតរត់ចេញទៅក្រៅខ្ញុំបានឮសំឡេងសាច់ចេញពីកន្លែងស្នាក់នៅរបស់គណៈប្រតិភូសំឡេងរបស់អ្នកនាំសារពេសិតបន្លឺចេញពីក្នុងទីធ្លាដោយមានទាំងការចំអកឡើយពិតជាប្រទេសតូចនៅតាមព្រំដែនមែនព្រះនាងច្បងរបស់ពួកគេស្លាប់ហើយស្ដេចសំបីតែផោមមួយក៏មិនហ៊ានផងបើមិនមែនដោយសារបញ្ជារបស់អធិរាជនីសិនឲ្យបំផ្លាញមុខរបស់នាងទេហើយគុំសង្ឃឹមថានឹងទុកសាកសពនាងឲ្យនៅស្អាតបាតឡើយខ្ញុំផ្អែកខ្លួននឹងជញ្ជាំងហើយដកដង្ហើមធំមួយសាកសពរបស់បងស្រីនិងពាក្យសម្ដីដាច់របស់អ្នកនាំសារមិនគ្រប់គ្រាន់ទេប៉ុន្តែវាគ្រប់គ្រាន់ដើម្បីគុំការពិតមួយផ្នែកបានខ្ញុំចង់សម្លាប់ពួកគេខ្ញុំចង់ឲ្យពួកមនុស្សទាំងនេះសងបំណុលឈាមចំពោះការស្លាប់របស់បងស្រីដៃដែលកាន់កាំបិតចាប់ផ្ដើមញ័រអារម្មណ៍ដែលមិនអាចពិពណ៌នាបានចេះតែកើនឡើងពីបាត់បេះដូងខ្ញុំនៅតែកាន់កាំបិតនោះជាប់រហូតដល់ខ្ញុំចូលទៅក្នុងបន្ទប់ធ្វើការរបស់ព្រះបតាពួកមន្ត្រីជាច្រើនអ្នកក៏នៅទីនោះដែរក្រាបទូលព្រះរាជាតបសេះដៃរបស់មហាឈីបានវាបំបែកច្រកយ៉ានមិនហើយប្រសិនបើមិនបញ្ជូនព្រះនាងទៅដើម្បីផ្សះផ្សាទេដៃរបស់ព្រះបតាកំពុងក្តាប់ដៃអីយ៉ាងណែនម្រាមដៃឡើងស្លេកក្រៅពីខ្ញុំនៅមានព្រះនាងប៉ុន្មានអង្គទៀតក៏នៅទីនោះដែរព្រះមាតាឈរនៅម្ខាងយកកន្សែងជូតទឹកភ្នែកពួកព្រះនាងក៏យំរហូតដល់ភ្នែកឡើងក្រហមមិនចង់ទៅតែត្រូវតែទៅខ្ញុំត្រូវទៅនគរខាងជើងនៅក្នុងបន្ទប់រាជបណ្ណាល័យព្រះបតាសម្លឹងមើលមកខ្ញុំហាក់ដូចជាទ្រង់ទើបតែយកព្រះតីទុកដាក់មើលបុត្រីម្នាក់នេះជាលើកដំបូងខ្ញុំមានអាយុ16ឆ្នាំហើយរូបរាងស្រដៀងនឹងយន់យ៉ាវ7ភាគជាពិសេសគឺភ្នែកឯងនិយាយថាម៉េចខ្ញុំចង់ទៅនគរពេសូដើម្បីរៀបការផ្សះផ្សាយ៉ាងណាក៏នគរពេសូចង់បានព្រះនាងនគរណានយ៉ាវដែរមែនទេព្រះបតាទ្រង់ស្ងៀមស្ងាត់ទ្រង់កំពុងពិចារណានគរណានយ៉ាវកំពុងចុះខ្សោយមិនអាចទ្រាំទ្រនឹងសង្គ្រាមបានទៀតទេបែបនេះមិនត្រឹមតែបំពេញតាមសំណើថែមទាំងមិនចាំបាច់លះបង់បុត្រីដែលទ្រង់សពព្រះតីពិតប្រាកដទៀតផងពិតជាចំណេញខ្លាំងណាស់អធិរាជនគរពេសូខូខើអធិរាជនីសិនពូកែប្រចាំទៅហើយប្រហែលជាស្លាប់ច្រើនជាងរស់ពេលខ្ញុំកាត់មកត្រូវបានគេចាត់ទុកថាជាមនុស្សចង្រៃប្រហែលជាគួរតែឲ្យពួកគេប៉ះពាល់ភាពចង្រៃនេះខ្លះហើយទីបំផុតព្រះបតាក៏មកក្បាលការស្ទាក់ស្ទើរប្រហែលជាការមានវិបដិសារីបន្តិចបន្តួចនៅក្នុងចិត្តរបស់ទ្រង់ពេលខែក្រោយមកខ្ញុំបានចេញដំណើរទៅកាន់នគរពេសូ
នៅថ្ងៃជូនដំណើរព្រះបតាបានយាងមកដល់ខ្លងទ្វារទាំងដោយផ្ទាល់ដើម្បីរកខ្ញុំដែលជារឿងមិនធ្លាប់មានត្រឡប់មកវិញទាំងរស់ណាខ្ញុំគោរពលាត្រង់រួចងាកក្រោយឡើងរទេះសេះខ្ញុំនឹងរស់នៅប៉ុន្តែមនុស្សមួយចំនួនត្រូវតែស្លាប់ខ្ញុំបានឈរនៅក្នុងរាជវាំងដោយបំណងប្រាថ្នាអធិរាជបានទទួលជួបខ្ញុំនៅសាលធំដោយមានអធិរាជិនីសិនគង់នៅក្បែរនោះងើបមកឡើងសំឡេងរបស់អធិរាជបន្លឺមកពីខាងលើខ្ញុំក៏ងើបមកឡើងយឺតអធិរាជិនីសិនយកដៃខ្ទប់មាត់សាច់តិចព្រះអង្គនគរណានយ៉ាវគ្មានមនុស្សហើយមែនទេបានជាបញ្ជូនព្រះនាងដែលមានរូបរាងចម្លែកបែបនេះមកនេះមិនមែនជាចិត្តណាមកប្រមាថអង្គរបេសួររបស់យើងទេខ្ញុំរហើយក៏សម្លឹងមើលនាងរួចនិយាយថាព្រះអាគមហេសីទ្រង់មានបន្ទូលខុសហើយចៅហ៊ូទោះបីកើតមកមានរូបរាងចម្លែកប៉ុន្តែពិតជាមានចិត្តស្មោះមកបម្រើព្រះអង្គមិនដូចមនុស្សមួយចំនួនខាងក្រៅភ្លឺរលោងតែខាងក្នុងរលួយស្អុយយូរហើយស្នាមញឹមរបស់អធិរាជិនីសិនក៏រឹងនៅលើផ្ទៃមុខប៉ុន្តែអធិរាជបែរជាសាច់ទៅវិញនាងឈ្មោះអ្វីវិញចៅហ៊ូអធិរាជក្រវីដៃអនុញ្ញាតឲ្យខ្ញុំស្នាក់នៅក្នុងដំណាក់ហ្វាយ៉ាងដែលនៅជិតព្រះអង្គបំផុតមុខរបស់អធិរាជិនីសិនប្រែជាស្លេកបន្ទាប់មកនាងបាននាំខ្ញុំទៅដំណាក់របស់នាងតែម្នាក់ឯងខ្ញុំសម្លឹងមើលនាងចំស្ត្រីនៅចំពោះមុខមានសម្រស់ស្រស់ស្អាតស្លៀកពាក់សម្លៀកបំពាក់ដ៏ប្រណិតនាងអន់មើលមកខ្ញុំច្បាំចង្កាខ្ញុំបង្ខំឲ្យខ្ញុំងើបមកឡើងពិតជាដូចបងស្រីរបស់ឯងមែនជាស្រីកញ្ជ្រោងខ្ញុំសាច់ចេញមកតើព្រះអាគមហេសីចង់មានន័យថាខ្ញុំស្អាតដូចបងស្រីបង្កើតរបស់ខ្ញុំមែនទេអធិរាជិនីសិនប្រែទឹកមុខលើកដៃបំរុងនឹងផ្ទះខ្ញុំនៅលើលោកនេះបើមានអ្នកដែលអាចវាខ្ញុំបានគឺមានតែបងស្រីខ្ញុំប៉ុណ្ណោះខ្ញុំលើកដៃចាប់កដៃរបស់អធិរាជិនីសិនព្រះអាគមហេសីប្រយ័ត្នបន្តិចទៅបើដៃបន្សល់ទុកស្នាមនៅលើមុខខ្ញុំព្រះអង្គនឹងមិនសប្បាយព្រះទេឡើយអធិរាជិនីឈឺរហូតមុខជ្រីវជ្រួញបង្រៀនខ្ញុំធ្វើការងារឬខ្ញុំចង់វានាងតើត្រូវមើលថ្ងៃដែរឬប្រកាសជាត្រូវមើលថ្ងៃហើយខ្ញុំលែងដៃអង្គុយចុះតាមចិត្តមុខមាត់ដ៏ស្រស់ស្អាតនេះអាចធ្វើឲ្យអ្នកដែលសម្លាប់បងស្រីបង្កើតរបស់ខ្ញុំមានចិត្តច្រណែនឈ្នានីសយ៉ាងនេះខ្ញុំប្រមូលអារម្មណ៍ហើយសើចតិចចុះបើព្រះរាជាសពព្រះតីភ្លាមនៅថ្ងៃនេះរាងកាយដែលធ្លាប់ត្រូវបានគេប្រើប្រាស់បន្តិចបន្តួចរបស់ខ្ញុំនេះតើនរណាហ៊ានធ្វើអ្វីព្រះតាព្រះនាងရှែនពិតជាឈប់ដៃមែនមិនដឹងជាទ្រង់នឹកឃើញអ្វីទេខ្ញុំក៏សើចអញ្ចឹងនាងគួរតែបន់ស្រន់ឲ្យព្រះរាជាកុំយាងក្បែរនាងជារៀងរហូតទៅយ៉ាងណាមិញព្រះនាងដែលធ្លាប់ទទួលបានការប្រោសប្រណីតើមានវាសនាបែបណានាងដឹងច្បាស់ហើយពេលលើទ្រង់រំលឹកដល់បងស្រីបង្កើតខ្ញុំសើចកាន់តែស្រស់ប៉ុន្តែខ្ញុំមិននិយាយអ្វីទេព្រះនាងရှែនសម្លឹងមើលខ្ញុំដោយចម្លែកហើយក្រវីដៃដោយការស្អប់ខ្ពើមនៅយប់នោះខ្ញុំត្រូវបានគេនាំទៅកាន់វិមានយ៉េងឆិនព្រះរាជាគង់នៅលើបល្ល័ង្កគនាតហើយសម្លឹងមើលមកខ្ញុំយ៉ាងយកចិត្តទុកដាក់ប្រហែលជាព្រះនាងရှែនបានទៅទូលថ្វាយព្រះរាជាហើយមើលទៅប៉ុន្តែខ្ញុំទីថាពេលនេះខ្ញុំពិតជាស្រស់ស្អាតតាក់ទាញខ្លាំងណាស់ព្រោះកែវភ្នែករបស់ព្រះរាជាបង្ហាញយ៉ាងច្បាស់នៅភាពភ្ញាក់ផ្អើលនិងសម្រស់របស់ខ្ញុំបន្លឺសំឡេងដោយប្រុងប្រយ័ត្នក្រាបទូលព្រះរាជាសម្លឹងមកខ្ញុំយ៉ាងស្ងៀមស្ងាត់ខ្សែភ្នែករបស់ទ្រង់ហាក់ដូចជាប៉ះពាល់គ្រប់អ៊ីននៃស្បែករបស់ខ្ញុំបន្ទាប់មកទ្រង់យាងចុះយឺតហើយលូកដៃមកសៀតសក់ដែលរញ៉េញ៉ៃនៅក្បែរត្រចៀកខ្ញុំថ្នមមិនបាច់ឲ្យយើងថាព្រះរាជាទេចាប់ពីពេលនេះទៅយើងគឺជាស្វាមីរបស់នាងខ្ញុំត្រូវបានគេគ្រាឲ្យក្រោកឈរហាក់ដូចជាឈាមក្នុងខ្លួនទាំងមូលពុកកញ្ជ្រោលដោយសារពាក្យមួយឃ្លានេះតើទ្រង់ធ្លាប់មានបន្ទូលយ៉ាងទន់ភ្លន់បែបនេះទៅកាន់បងស្រីបង្កើតរបស់ខ្ញុំដែរឬទេទ្រង់ប្រកាសជាធ្លាប់ហើយខ្ញុំធ្វើពុតជា slow boat និងគ្មានពីស្ពលដូចជាព្រះនាងតូចដែលមិនដឹងអីហើយបណ្ដោយឲ្យព្រះរាជាអប់ក្រសោបក្នុងរង្វង់ដៃយ៉ាងងាយទីបំផុតនៅយប់នេះ2ខែបន្ទាប់ពីបងស្រីបង្កើតបានស្លាប់ទឹកភ្នែករបស់ខ្ញុំក៏ហូរចុះមកព្រះរាជាសើចតិចហេតុអ្វីក៏យំតើខ្លាចchứខ្ញុំមកក្បាលតិចខ្លាចខ្ញុំខ្លាចថាពួកអ្នកស្លាប់មិនបានឈឺចាប់គ្រប់គ្រាន់មិនគ្រប់គ្រាន់ដើម្បីលួងលោមវិញ្ញាណអ្នកខនបងស្រីបង្កើតរបស់ខ្ញុំនៅឋានសួគ៌ពេលលើថាខ្ញុំទទួលបានការពេញចិត្តពីព្រះរាជាព្រះនាងရှែនក៏មានអារម្មណ៍មិនស្រួលក្នុងចិត្តភ្លាមទ្រង់បានដឹកនាំមនុស្សមួយក្រុមយ៉ាងកម្រោចូលមកក្នុងដំណាក់របស់ខ្ញុំពេលនោះខ្ញុំកំពុងដេកលេងយ៉ាងសុខស្រួលនៅលើកៅអីតុនដោយដៃកំពុងកោភេទធុក្នុងជើងពៀនលេងទ្រង់យកដៃម្ខាងស្ទាបទ្រូងហើយស្រែកស្ដីបន្ទោសយ៉ាងខឹងសម្បានរណានៅឯនោះមកបង្រៀននាងពីច្បាប់ទម្លាប់ក្នុងវាំងឲ្យបានល្អមើលគ្រាន់តែចប់សម្ដីភ្លាមម៉ែដោះដែលមានរាងកាយមាំមួនពីរនាក់ក៏ដើរចេញមកហើយចូលមកជិតខ្ញុំងើបភ្នែកមើលយឺតហើយញឹមចុងមាត់បងស្រីហួរហេតុអ្វីក៏ខឹងខ្លាំងម្ល៉េះថ្ងៃនេះអូនចៃដនបានរៀនពាក្យមួយហើយចង់សុំការណែនាំពីបងស្រីផងព្រះនាងရှែនស្រឡាំងកាំងបន្តិចហើយក្រវីដៃឲ្យពួកម៉ែដោះឈប់សិនរួចលើកចិញ្ចាំសួរយាយចប់ខ្ញុំក៏ញឹមយ៉ាងទន់ភ្លន់ថាបងស្រីតើពាក្យនេះសំនឹងប្រាមកលើរូបខ្ញុំដែរឬទេព្រះនាងសិនគ្រាន់តែបែបនេះភ្លាមទឹកមុខក៏ប្រែប្រួលភ្លាមនាងទទួលបានការអប់រំយ៉ាងល្អតាំងពីតូចមិនដែលជួបមនុស្សដែលហ៊ាននឹងប្រហានដូចខ្ញុំឡើយមួយសន្ទុះក្រោយមកនាងដកដង្ហើមធំហើយព្យាយាមទប់អារម្មណ៍មនុស្សយើងនៅពេលដែលស្ងប់ចិត្តហើយគឺចេះពីរបៀបវាប្រហារចំចំណុចខ្សោយដូច្នេះនាងស្រាប់តែសើចតិចថាកូនស្រីឯងឲ្យលឿនពេកហើយខ្ញុំធ្វើជាភ្ញាក់ផ្អើលហើយឧទានថាបងស្រីហេតុអ្វីបានជាមានបន្ទូលបែបនេះព្រះនាងសិនដើរចូលមកជិតយឺតហើយបន្ទាបសម្លេងនិយាយមួយម៉ាត់ថាអញគិតថាព្រះរាជាពិតជាមានចិត្តលើឯងមែនឬគ្រាន់តែជាការលងនឹងរបស់ថ្មីមួយឆាវប៉ុណ្ណោះបងស្រីបង្កើតរបស់ឯងកាលនោះមានមុខមាត់ប៉ុណ្ណាទទួលបានការពេញចិត្តពីព្រះរាជាខ្លាំងប៉ុណ្ណាតែចុងក្រោយយ៉ាងម៉េចដែរប៉ុន្តែជីវិតនាងពិតជាស្វិតស្វាញណាស់ត្រឹមបានដល់ទៅ5ថ្ងៃ5យប់ទើបដាច់ខ្យល់តាមរយៈសម្ដីរបស់ព្រះនាងសិនមុខរបស់ខ្ញុំប្រែជាស្លេកបន្តិចម្ដងនាងគិតថាខ្ញុំភ័យខ្លាចក៏សើចកាន់តែពេញចិត្តហើយឈរត្រង់ខ្លួនសម្លឹងមកខ្ញុំដោយការមើលងាយបើខ្ញុំជាឯងខ្ញុំនឹងប្រយ័ត្នខ្លួនជានិច្ចមិនប្រកាសទេថាយើងអាចនឹងឲ្យឯងស្លាប់ដោយមិនសូវឈឺចាប់ខ្ញុំញ៉ាំមាត់ត្រឹកក្នុងក្បាលចេះតែលេចចេញរូបភាពមុនពេលបងស្រីស្លាប់ខ្ញុំហាក់ដូចជាឃើញបងស្រីដេកក្នុងក្លុកឈាមយំយ៉ាងអស់សង្ឃឹមមិនអាចគិតទៀតទេ